มันមានការរួមភេទសោះមិនធ្លាប់ឆ្លងកាត់ទៅលើការរស់នៅជាមួយនឹងដៃគូឬក៏មិនទាន់មានគ្រួសារបងប្អូនអាចកើតមានបញ្ហាផ្សិតបានអត់អញ្ចឹងតកតងជាមួយនឹងប្រភេទជំងឺផ្សិតអត់សំដៅយកតែអ្នកដែលគាត់មានគ្រួសារឬក៏បងប្អូននៅលាវទេគឺអាចកើតមានទៅលើបញ្ហាផ្សិតបានដូចគ្នាអញ្ចឹងតកតងជាមួយនឹងរោគសញ្ញានៃការកើតមានទៅលើបញ្ហាផ្សិតទី1គឺបងប្អូនមានស្ត្រីគឺមានការធ្លាក់សមកបែបរៀងកក់កក់ដុំដុំធ្លាក់សមកបែបដូចឈីដូចម្សៅឆាត្រូវទឹកធ្លាក់មកធ្វើឲ្យបងប្អូនលាយឡំជាមួយនឹងរោគសញ្ញាមានការរមាស់មានបញ្ហាក្តៅមានបញ្ហាក្លិនអត់ល្អក្លិនអាចនឹងក្លិនឆ្អាបក្លិនដូចទឹកត្រីឬក៏ក្លិនស្អុយចេញពីទ្វារមាសពិសេសគឺធ្វើឲ្យស្ត្រីពិបាកនៅក្នុងការបាត់ជើងទូចមកញឹកបាត់ជើងទូចមកក្តៅឈឺអួលកំឡុងពេលដែលបងប្អូនធ្វើការនោមជាពិសេសគឺធ្វើឲ្យបងប្អូនមានអារម្មណ៍ថាឈឺនៅក្នុងពោះឈឺតាមទ្វារមាសក្តៅកាហាយនៅទ្វារមាសរបស់បងប្អូនដែលធ្វើឲ្យបងប្អូនស្ងួតបងប្អូនក្តៅបងប្អូនកាហាយអញ្ចឹងតាក់ទងជាមួយនឹងបញ្ហាជំងឺផ្សិតវាមានផលប៉ះពាល់ខ្លាំងមែនទែនបើសិនជាបងប្អូនទុកយូរមិនទទួលបានការព្យាបាលវាបង្កឲ្យបងប្អូនមានការរលាកប៉ះពាល់ទៅដល់ភ្នាសរដូវធ្វើឲ្យបងប្អូនមានបញ្ហារដូវមិនទៀងបាត់រដូវរាំងរដូវទី2គឺធ្វើឲ្យបងប្អូនអាចនឹងមានការរលាកដល់ស្បូនរលាកដៃស្បូនស្អិតដៃស្បូនពិបាកនៅក្នុងការមានកូនជាពិសេសសម្រាប់បងប្អូនដែលគាត់មានគ្រួសារទៅជាមានការស្ងួតទៅជាក្តៅទៅជាហើមនៅទ្វារមាសរបស់គាត់ដែលធ្វើឲ្យគាត់ពិបាកនៅក្នុងការរស់នៅមួយដៃគូរបស់គាត់មែនទែនជាពិសេសគឺវាមានហានិភ័យដែលបង្កទៅជាបញ្ហារលាកធ្ងន់ធ្ងរវិវត្តទៅជាជំងឺមហារីកមាត់ស្បូននិងងាយឆ្លងនៅប្រភេទជំងឺកាមរោគផ្សេងទៀតអញ្ចឹងបើបងប្អូនមានរោគសញ្ញាដូចដែរណាគ្រូរៀបរាប់តាមរយៈការមានការធ្លាក់សកក់ដុំមានការរមាស់មានក្តៅមានកាហាយមានក្លិនអត់ល្អបងប្អូនគួរតែធ្វើការព្យាបាលពីគ្រូសុខភាពដោះស្រាយឲ្យបានត្រឹមត្រូវ